រឿងក្អែកញីរត់កូនកាលពីព្រេងនាយមានសត្វក្អែកញីមួយក្បាលបានចេញទៅរកស៊ីក៏ប្រទះនឹងព្យុះភ្លៀងពេញមួយថ្ងៃលុះត្រឡប់មកកាន់សំបុកវិញក៏បាត់កូនតូចរបស់ខ្លួនពុំឃើញក្អែកនោះយំសោកបោកខ្លួនជាខ្លាំងព្រោះស្វែងរកកូនសពគ្រប់កន្លែងតែរកមិនឃើញទោះទៅសួរគ្រួសារណាក៏គេថាពុំឃើញដែរសត្វក្អែកបានបង្អត់អាហារខ្លួនឯងជាច្រើនថ្ងៃព្រោះនឹកដល់កូនជាទីស្រឡាញ់ដែលអោបជាប់ទ្រូងរាល់ថ្ងៃថ្លែងពីកូនក្អែកដែលពឹងតាមកម្លាំងខ្យល់ព្យុះក៏បានជួបនឹងមេមាន់ចិត្តល្អរើសមកចិញ្ចឹមរៀងរាល់ថ្ងៃកូនក្អែកមិនសូវអផ្សុកទេព្រោះបានលេងជាមួយនឹងកូនមាន់ជាច្រើនទៀតលុះចម្រើនវ័យបន្តិចវាក៏ឆ្ងល់ថាម្ដេចខ្លួនមានស្លាបខុសពីមេមាន់ដូច្នោះកូនក្អែកក៏បានសួរទៅមេមាន់ថាម៉ាក់ម្ដេចក៏កូនមានរូបរាងមិនដូចពួកបងអញ្ចឹងមេមាន់ក៏ឆ្លើយប្រាប់កូនវិញថាកាលកូននៅតូចម្ដាយបានរើសកូនមកចិញ្ចឹមមេមាន់និយាយទាំងទឹកភ្នែកកូនក្អែកឃើញម្ដាយនិយាយទាំងអូលដើមកកូនក្អែកក៏បាននិយាយទៅកាន់ម្ដាយថាម៉ាក់កុំយំអីម៉ាក់នៅតែជាម៉ាក់របស់ខ្ញុំកូនស្រឡាញ់ម៉ាក់ណាស់កូនក្អែកយកស្លាបវាជូតទឹកភ្នែកម្ដាយថ្នមថ្ងៃមួយកូនក្អែកបានឃើញសត្វចាបមួយហោះយ៉ាងខ្ពស់នៅលើចុងឈើវាពុំដែលបានហោះខ្ពស់ដូច្នោះទេព្រោះមេមាន់មិនដែលបានបង្រៀនពួកកូនឲ្យហោះខ្ពស់ផុតពីដីពេកឡើយគ្រានោះវាស្រាប់តែចង់ហោះតាមសត្វចាបវាទៅទះស្លាបហាដំបងមិនជោគជ័យសោះតែប៉ុន្មានថ្ងៃមកស្រាប់តែវាអាចហោះបាននិងហោះខ្ពស់ជាងសត្វចាបទៅទៀតវាសប្បាយរីករាយក្នុងចិត្តជាខ្លាំងព្រោះពុំធ្លាប់ប្រទះសោះក្នុងជីវិតដែលអាចមានសេរីភាពមើលអ្វីបានឆ្ងាយយ៉ាងនេះចៃដន្យមានខ្យល់គួចមួយបាននាំកូនក្អែកនោះទៅកន្លែងមួយដែលវាពុំស្គាល់វាក៏វង្វេងផ្លូវត្រឡប់មកផ្ទះវិញគ្រានោះមានសត្វព្រាបមួយក្បាលបានស្គាល់ច្បាស់ថាវាជាកូនក្អែកញីដែលត្រូវជាសម្លាញ់របស់ខ្លួនព្រោះកាលកូនក្អែកនៅតូចវាមានជើងម្ខាងខ្មៅនិងជើងម្ខាងទៀតមានពណ៌ត្នោតបន្ទាប់មកសត្វព្រាបក៏បាននាំកូនក្អែកដល់កំសត់ទៅជួបនឹងម្ដាយដើមរបស់វាក្អែកទាំងពីរជាម្ដាយនិងកូនលុះបានជួបគ្នាហើយក៏យំអោបគ្នាដោយក្តីនឹករលឹកពន់ពេកគ្មានអ្វីប្រៀបផ្ទឹមបានមេក្អែកក៏បានសួរនាំពីជីវិតកូនរបស់ខ្លួនក្រោយព្រាត់ប្រាសទៅលុះដឹងថាមេមាន់ជាអ្នកចិញ្ចឹមបីបាច់ថែរក្សាក្អែកញីបានយកស្បៀងនិងទ្រព្យសម្បត្តិជាច្រើនទៅប្រគល់ជូនមេមាន់និងសុំរាប់អានទុកដោយគ្រួសារតែមួយមេមាន់ក៏រីករាយនឹងទទួលយកចំណែកកូនក្អែកយំរំភើបចិត្តជាខ្លាំងវាក៏ស្រឡាញ់ម្ដាយទាំងពីរស្មើគ្នាទោះជាម្ដាយបង្កើតក្តីឬម្ដាយចិញ្ចឹមក្តីចាប់តាំងពីពេលនោះមកពួកគេក៏រស់នៅជុំគ្នាយ៉ាងសុខសាន្តសូមអរគុណសម្រាប់ការទស្សនានិងស្ដាប់កំសាន្តនៅសាច់រឿងខ្លីៗ